màចូលរួមជាមួយគ្នាបាទចូលរួមមួយគ្នាមកសាតែញៀនហ្នឹងនេះមួយទៀតណាជួយរត់មកជួយរត់ដាក់មករត់មកហ្នឹងអែមបាទសួស្ដីធីមដល់ទូយើងអរគ្នាបាទនេះយើងសាករបស់ធម្មជាតិរាល់ថ្ងៃហ្នឹងផ្លាស់ប្ដូរមកគ្រឿងសមុទ្រម្ដងធីមយើងអូយគ្រឿងសមុទ្រម្ដងបាទនេះមានតែត្រីញៀនហើយនឹងបង្កងបងប្អូនបាទនេះជាមួយនឹងតកែគ្រឿងសមុទ្រនៅផ្សារចកាប់ក្រមបាទបងប្អូនបាទពួកបងប្អូននេះចង់កំងបាននោះលេខទូរស័ព្ទគាត់នោះ4 5ខ្សែបងប្អូននោះលេខទូរស័ព្ទនៅផ្សារចកាប់ក្រមយើងនឹងតម្លៃឡៃឡុងបាទនោះលេខទូរស័ព្ទរបស់គាត់បាទឡៃឡុងហ្នឹងផ្លាស់ប្ដូររសជាតិម្ដងបាទមកសាកគ្រឿងសមុទ្រម្ដងមើលវាចឹងមិនចឹងមកវិញបងប្អូនអើយអានេះស្លឹកកធុំទេពបាទស្លឹកកធុំទេពអូអានេះឆ្ងាញ់ដាក់ទៅខ្ចល់ដើល្អបាទអានឹងមួយបុកហុងក៏ឆ្ងាញ់ដែរមួយបុកហុងក៏ឆ្ងាញ់ត្រូវម៉ាច់ផ្លេវាក៏ឆ្ងាញ់អូស្រួយខ្ញក់របស់គេណាបេះអានេះខ្ចីញញតែម្ដងសាកគ្រឿងសមុទ្រម្ដងបងប្អូនអើយមកចូលរួមជាមួយគ្នាបាទចូលរួមមួយគ្នាមកសាកតែញៀនហ្នឹងនេះមួយទៀតណាជួយរត់មកជួយរត់ដាក់មករត់មកហ្នឹងអែមអត់ទៅថាយករត់មកតោះពេញលេងណាធីមយើងបាទនឹងផ្លាស់ដូររសជាតិម្ដងបាទផ្លាស់ដូររសជាតិម្ដងមកសាកគ្រឿងសមុទ្របងប្អូនបាទសាកគ្រឿងសមុទ្រអាហូបតុកសែហូបរាល់ថ្ងៃធីមយើងបាទផ្លាស់ដូរមកហូបគ្រឿងសមុទ្រម្ដងមើលជាមួយតកែគ្រឿងសមុទ្រនៅផ្សារចកាប្រមបាទយកកំងអីកំងបានមកបងប្អូនអើយនេះអានេះเขาតែតែញៀនបាទតែញៀនតបមួយកធុំទេពមួយខ្ទឹមពងផងដាក់ខ្ទឹមពងផងនឹងឲ្យពុកម៉ែបងប្អូនបាទថ្ងៃទី10បងប្អូនហ្នឹងថ្ងៃទី10ខែ10ឆ្នាំ2025បាទឥឡូវបានមេធីមគាត់មកលេងអញ្ចឹងណាបងប្អូនឥឡូវគាត់មកសាករបស់អារឿងត្រីញៀនឆៅជុតត្រីញៀនឆៅហើយនឹងបង្គាឆៅយើងនេះបងប្អូនបាទមានខ្ទឹមពងមានទឹកឡុកមានអីចឹងណាបងប្អូនបាទនៅទីតាំងនៅខាងផ្សារចកាព្រមយើងនេះបងប្អូននេះលំមើលសួរមេធីមមើលឆ្ងាញ់អត់ឆ្ងាញ់ជាតិអត់នេះខ្ទឹមពងមើលស្រួយមើលមិនស្រួយជាតិហ្នឹងហើយញៀនគាត់ស្រស់ល្អបងប្អូនស្រស់ល្អតែម្ដងមើលបង្គាក៏ស្រស់ញឹមស្រស់ញញឹមអត់មានសារជាតិគីមីទេពុកម៉ែបងប្អូនបាទអានេះចាប់ពីសមុទ្រតែម្ដងបងប្អូនអើយបាទមើលតែសាច់ត្រីក៏ដឹងបងប្អូននេះសុទ្ធតែម្ដងបាទអត់មានឆ្អុយអីទេបងប្អូននេះបង្គានេះល្អមែនទែនបងប្អូនអូយអត់មានស្រស់តែម្ដងបាទអួយអីទេពុកម៉ែបងប្អូននេះគឺជាតិតែម្ដងនេះបងប្អូនធម្មជាតិចង់និយាយថាវាអត់មានសារជាតិគីមីទេបាទដាក់មួយដែរមើលឡៃគួយមើលខ្ញុំអស់ឡើយនេះអានេះក៏ទុំធៀបពុកម៉ែបងប្អូនណាតែខ្ញុំអានេះខ្ញុំទិញមកទឹកអុកខ្លួនឯងដែរបងប្អូនតែរត់ទិញក្នុងផ្សារចកាព្រមដែរខ្ញុំអត់ដែរយកមកលក់ទេអញ្ចឹងណាខ្ញុំលក់តែតែញៀនយើងជាកញ្ចប់អញ្ចឹងណាយើងបង្គាយើងមានជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនបាទហើយមានអ្វីជាច្រើនទៀតមានតែបង្គាមានមឹកមានងាវមានអីចឹងទឹមបងយើងមានដំណាយលុកយើងមានដំណាយអញ្ចឹងណាបងប្អូនបាទហើយចង់និយាយប្រភេទជ្រូកយើងក៏មានដែរតែជ្រូកយើងមានគ្រប់ប្រភេទទាំងអស់ចង់និយាយថានឹងហើយមានទាំងអស់ណាតម្លៃបាទសមរម្យតែម្ដងបាទអត់ថ្លៃតម្លៃគ្នាឯងបងប្អូនបាទតម្លៃតាមហាងឆេងបងប្អូនជាតិអើហូបជូរដែរអញមកកប់លឿនខ្ញុំថ្ងៃនោះបងប្អូនជាតិ